សួស្តីអ្នកគ្នាគម្រប់ខួបលើកទី30នៃការរត់ពាក់កណ្ដាលម៉ារ៉ាតុននៅក្នុងឆ្នាំនេះគឺមានមនុស្សចូលរួមរហូតដល់10,600,000 នាក់អ្នកគ្នាស្ដាប់អត់ខុសទេគឺមនុស្សច្រើនមែនទែនអញ្ចឹងចាប់ផ្ដើមវីដេអូដំបូងគឺពួកយើងកំពុងធ្វើដំណើរទៅអង្គរវត្តហើយពួកយើងធ្វើដំណើរហ្នឹងគឺខ្ទង់ម៉ោង4:20 នាទីអ្នកគ្នាពេលហ្នឹងយើងគិតថាអត់សូវមានមនុស្សទេព្រោះយើងចេញពីព្រឹកបន្តែជាស្ដែងអ្នកគ្នាអើយមានមនុស្សទៅច្រើនខ្លាំងមែនទែនទៅមុនច្រើនចឹងណាហើយតែក៏មានអ្នកនៅពីក្រោយខ្ញុំអីក៏ច្រើនខ្លាំងដែរអញ្ចឹងតាមផ្លូវនេះអត់សូវស្ទះអ្នកគ្នាប៉ុន្តែទៅដល់ផ្លូវអង្គរគឺស្ទះខ្លាំងមែនទែនហើយអ្នកគ្នាឃើញហើយពួកយើង really enjoy ហើយពេលដែលយើងជិះកាត់ភ្ញៀវអីផ្សេងគឺពួកគាត់ស្វាគមន៍មួយពួកយើងហើយពួកយើងក៏ស្វាគមន៍មួយពួកគាត់វិញដែរគឺយើងសប្បាយរីករាយទាំងអស់គ្នាហើយយើងអ្នកគ្នាអាចមើលបានពេលហ្នឹងគឺអាកាសធាតុគឺអត់សូវក្តៅប្រហែលទេរៀងត្រជាក់គួរសមតែអត់ទៅជាក់ខ្លាំងដូចមួយរយៈកាលមុនទេអញ្ចឹងណាហើយបើសិនជាជាក់ខ្លាំងដូចរយៈកាលមុនក៏យើងបាក់រត់ដែរព្រោះអាចនឹងគ្រឹះជើងអាចនឹងឈឺជើងខ្លាំងអញ្ចឹងណាហើយខ្ញុំបានមកដល់ហើយអ្នកគ្នាគឺមកដល់អង្គរវត្តហើយមនុស្សច្រើនមែនទែនហើយគឺជាលើកទី1របស់ខ្ញុំ my first time ក្នុងការរត់ម៉ារ៉ាតុនរយៈ10គីឡូហើយខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបានអត់ទេប៉ុន្តែអ្នកគ្នាចាំមើលទៅថាខ្ញុំអាចធ្វើបានឬអត់ហើយគេរត់ហ្នឹងគឺរត់នៅម៉ោងសម្រាប់ក្រុម10គីឡូហ្នឹងគឺរត់នៅម៉ោង5:45 នាទីតែជាស្ដែងទៅសារតែស្ទះហើយមនុស្សច្រើនមែនទេអញ្ចឹងយើងចេញរត់ប្រហែលជាម៉ោង5:50 នាទីអញ្ចឹងណាហើយស្ទះខ្លាំងសំខាន់ធំក្លិនក្លៀកទៀតសំខាន់បនិយមថតហ្នឹងគឺជាប់ប្រសាទស្រីស្អាតជាច្រើនអ្នកគ្នាហើយអ្នកខ្លះក៏ខ្ញុំស្គាល់អញ្ចឹងទៅហើយនេះគឺជាផែនទីដែលពួកយើងនឹងរត់ខ្ញុំគឺរត់ក្រុមខ្ញុំរត់10គីឡូមានបងខ្លះរត់20គីឡូអញ្ចឹងទៅកន្លែងនេះគឺរៀងអៀនដែរថតជាប់ប្រសាទអត់ហ៊ានថតយូរទេអញ្ចឹងយើងចាប់ដើមរត់ហើយគឺម៉ោង5:45 នាទីគឺយើងចាប់ដើមរត់អញ្ចឹងខានរត់យូរអ្នកគ្នាទៅមានអារម្មណ៍ថារៀងហត់គួរសមដែរហើយយើងរត់មួយផ្លេតក៏យើងដើរវិញទៅអញ្ចឹងរត់ដើរហ្នឹងឯងអញ្ចឹងនេះគឺយើងដល់ខ្លងទ្វារអានេះខ្លងទ្វារទី2អ្នកគ្នាជិតដល់គោលដៅហើយយើងឆ្លង3ខ្លងទ្វារអញ្ចឹងវារៀងឆ្ងាយដែរជាស្ដែងគឺយើងរត់ទៅហ្នឹង5គីឡូរត់មកវិញហ្នឹង5គីឡូអញ្ចឹងវា10គីឡូប៉ុន្តែជាក់ស្ដែងដោយសារថ្ងៃនឹងថ្ងៃ birthday ខ្ញុំខំប្រឹងដើម្បីយកពានឲ្យបានហើយហត់បដាឲ្យអ្នកគ្នាហើយចុងក្រោយចុងបញ្ចប់គឺខ្ញុំទទួលបានពានហើយអ្នកគ្នាហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាវគ្គក្រោយខ្ញុំនឹងអាចចូលរួមម្ដងទៀតអរគុណ